សម្ដែងនៅអាមេរិកច្រើនលើកច្រើនសារហើយតារាសម្ដែងរតនវិសិទ្ធទើបមានឱកាសបានសម្ដែងនិងច្រៀងរួមគ្នាជាមួយអតីតតារាសម្ដែងជើងចាស់អ្នកស្រីអមរៈទេវីជាលើកដំបូងក្នុងឆាកជីវិតលោករតនវិសិទ្ធនិយាយទាំងក្តីរំភើបនិងត្រេកអរថាទម្រាំតែបានជួបបងស្រីគឺចាំមកយូរឆ្នាំណាស់ទោះបីមកដល់ទឹកដីនេះច្រើនលើកក្តីជាលើកទី1ពិតជារំភើបណាស់សំខាន់បងស្រីនៅតែស្អាតលោករតនវិសិទ្ធបានឲ្យដឹងផងដែរថាអ្នកស្រីអមរៈទេវីគឺជាតារាសម្ដែងនៅក្នុងដួងចិត្តរបស់លោកកន្លងមកលោកធ្លាប់តែស្រមៃថ្ងៃណាមួយនឹងបានជួបជាមួយបងស្រីអមរៈទេវីថែមទាំងបានសម្ដែងនិងច្រៀងរួមគ្នាផងដែរពេលនេះក្តីប្រាថ្នារបស់លោកខ្លាចជាការពិតហើយគួររំលឹកផងដែរតារាសម្ដែងរតនវិសិទ្ធត្រូវបានចាត់ទុកថាជាតារាសម្ដែងនិងអ្នកចម្រៀងមួយរូបដែលមានហុងស៊ុយខ្ពស់នៅក្នុងវិស័យសិល្បៈគឺលោកអាចរកប្រាក់ចំណូលបានច្រើនពីវិស័យនេះទោះបីជាមិត្តរួមចំនួនខ្លះបានបាត់មុខនិងខ្លះទៀតគ្មានអ្នកហៅថតក្រៅពីសម្ដែងលោករតនវិសិទ្ធតែងតែត្រូវបានបងប្អូនខ្មែររស់នៅក្រៅប្រទេសអញ្ជើញទៅសម្ដែងជារៀងរាល់ឆ្នាំដូចជាប្រទេសអូស្ត្រាលីកាណាដាបារាំងនិងសហរដ្ឋអាមេរិកជាដើមសម្រាប់ទឹកដីសហរដ្ឋអាមេរិកគឺលោកទៅសម្ដែងជាញឹកញាប់បំផុតដោយសារនៅទីនោះមានអ្នកស្រឡាញ់និងចូលចិត្តស្ដាប់សម្លេងរបស់លោកជាច្រើនដូច្នេះហើយទើបលោកមានឱកាសចេញទៅកើបលុយនៅទីនោះជាញឹកញាប់